ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញផ្លែឈើព្រៃម្យ៉ាងបាទទៅដល់បងប្អូនហើយផ្លែហ្នឹងជាពិសេសគឺសត្វសម្ពោចបងសម្ពោចគឺចូលចិត្តស៊ីមែនតែនហើយនឹងសត្វស្លាបរបស់យើងអញ្ចឹងណាតោះតែមើលថាផ្លែហ្នឹងផ្លែអីអូខេបងប្អូននេះបាទផ្លែនេះគឺសត្វសម្ពោចចូលចិត្តស៊ីមែនតែនហើយមនុស្សយើងក៏ហូបបានដែរបងប្អូនណាមើលក្រងការពារច្រើនណាហើយមកដើមនេះគឺផ្លែដល់បងប្អូនគាត់ថាវាអត់ទាន់ទុំអស់អញ្ចឹងណាមានទុំមួយចកោមបាទទុំមួយចកោមនេះទុំពីរចកោមនេះបងប្អូនអូយផ្លែនឹងល្អមែនតើហើយសត្វសម្ពោចវាចូលចិត្តស៊ីណាស់ជាពិសេសអ្នកដែលចូលចិត្តឆ្លោះសត្វសម្ពោចសត្វអីគឺពេលយប់ឡើងគឺគាត់មកដើមហ្នឹងឯងមកឈូលតាមដើមហ្នឹងឯងគុណសត្វច្រើនជាពិសេសអាសត្វស្លាបក៏វាចូលចិត្តស៊ីដែរអាប្រភេទដូចគេហៅដូចសត្វកងកេងអីចឹងណាដូចកងកេងដូចពពួកអាអ៊ូតអីចឹងគឺអូចូលចិត្តស៊ីណាសត្វផ្លែហ្នឹងហើយផ្លែនេះខ្ញុំដូចជាភ្លេចឈ្មោះវាបាត់ហើយបងប្អូនបើបងប្អូនណាស្គាល់ទេបងប្អូនចាំជួយ comment ប្រាប់ខ្ញុំផងខ្ញុំភ្លេចឈ្មោះវាបាត់ហើយនិយាយទៅតាំងពីទូចមកយូរហើយផ្លែអីតាណាទេខ្ញុំភ្លេចឈ្មោះវាបាត់ហើយណ៎បងប្អូនឃើញផ្លែល្អមែនតើផ្លែល្អនៅលើក៏មាននេះសិតតែផ្លែវាហើយវាអត់ទន្ទុំទេហើយណខ្ពស់ដល់លើណសម្បូរបងប្អូនសម្បូរមើលបងប្អូនខ្ញុំភ្លេចឈ្មោះផ្លែហ្នឹងបាត់ហើយបងប្អូនចាំជួយ comment ប្រាប់ខ្ញុំផងផ្លែហ្នឹងណាហើយយើងហូបបានបងប្អូនយើងហូបបានមិនមែនថាយើងហូបអត់បានទេមនុស្សក៏ហូបបានដែរបាទកាលនៅក្មេងៗខ្ញុំខ្វៀលគោខ្វៀលក្របីអីគឺខ្ញុំបេះវាហូបរហូតមើលខ្ញុំភ្លេចឈ្មោះវាតកើតបងប្អូនណាចាំមើលខ្ញុំទៅបេះមកផ្លែឲ្យបងប្អូនមើលខ្ញុំបេះមកផ្លែយកមកហូបបេះមកផ្លែមិនតាំងក្រងទៀតណាក្រងច្រើនមែនតើដោយសារដៃខ្ញុំកាន់កាមេរ៉ាអូខេនេះផ្លែវាល្អណានេះឃើញផ្លែវាគ្រាប់អញ្ចឹងជាពិសេសសម្ពោចសត្វសម្ពោចគឺចូលចិត្តបំផុតមើលខ្ញុំភ្លេចផ្លែដើមវាបាត់ហើយដឹងដើមវាឈ្មោះអីខ្ញុំកាន់ភ្លេចបាត់តែឆ្អឹងវាច្រើននិយាយទៅវារៀងស្កាត់បងប្អូនណាស្កាត់រៀងផ្លែវារៀងស្កាត់អត់ឆ្ងាញ់ដូចបង្រោដូចអីទេខ្ញុំថាតែយើងអាចហូបបានរៀងស្កាត់ថ្មីអញ្ចឹងណាអ្នកដែលនិយមអ្នកអីគឺគាត់ចូលចិត្តមែនតើហេនេះបងប្អូនណាផ្លែឈើព្រៃធម្មជាតិបងប្អូនធម្មជាតិ 100%